anh ai dột nè anh bàn mền thế à cờ hòm anh sẽ đập nhầm sân á dân thọp rương màu ta cờ hòm nơi nông phù muối đã thật nơi cầu mà lục bể chữ miền lục ta chăng mà nét mua ta sỏi con chỉ một nốt cha miền vây chieng chặt sập năm hai con rồi nơi ta mà nét ảnh tế nơi nông tôm tồi muối đã thật nơi chạy phùm còn tay ta ông quay lên là một te rồi bỏ con hai bài mốc mơ từ càn prey đỏ ngặt chiều ngông nơi nông phúm còn miền dụ với chân tì nẹt tiệt đá miền chmô sụp phía nâng nào vịn sụp phía miềnอายุมาพาย5 ឆ្នាំ nào vịn miềnอายุมาพาย2 ឆ្នាំ ពួកគេទៅតែផ្លាស់មករស់នៅក្នុងភូមិនេះថ្មីហើយពួកគេជាមនុស្សក្លាហានណាស់មិនជឿរឿងអបិយជំនឿនិងរឿងខ្មោចអ្វីនោះឡើយថ្ងៃមួយពួកគេបានដើរកាត់ផ្ទះរបស់លោកតាសយហើយក៏បានឃើញលោកតាសយកំពុងតែអង្គុយនៅមុខផ្ទះគាត់ដូចសពមួយដងតាហេតុអីបញ្ចតានឹងអង្គុយញញឹមតែម្នាក់ឯងបែបនេះតាមមានរឿងអីគួរឲ្យអស់សំណាចមែនទេតាចែកពួកខ្ញុំសាច់ផងមកតាសយញញឹមនៅស្ងៀមហើយគាត់សម្លឹងទៅកាន់ព្រៃធំដែលនៅជាប់នឹងដីភូមិរបស់គាត់ឯងមានដឹងទេថានៅក្នុងព្រៃនេះមានរឿងអាចកំបាំងច្រើនណាស់ខ្ញុំជឿរឿងទាំងអស់ហ្នឹងទេតាខ្មោចលងពិតអត់មានទេមានតែក្នុងរឿងហ្នឹងឃើញពួកខ្ញុំមកនៅថ្មីថ្មោងតាកំចង់មកបន្លាចខ្ញុំអីបើអញ្ចឹងតើពួកឯងហ៊ានចូលទៅក្នុងព្រៃនោះនៅពេលយប់អាធ្រាត្រដែរទេតិចថាតាមបានប្រាប់ណាខ្ញុំហ៊ានតាហេតុអីបានចគិតថាខ្ញុំមិនហ៊ានខ្ញុំក៏ធ្លាប់ឮចាស់គាត់និយាយដែរថាមានកំណត់នៅទីនោះទៀតផងបើដឹងថានៅកន្លែងណាពួកខ្ញុំទៅទាំងយប់នេះតែម្ដងត្រូវទេបងភាហ្នឹងអាវិនចុះតាមានដឹងពីកំណត់នៅក្នុងព្រៃនោះដែរអត់តាយ៉ាងម៉េចយ៉ាងម៉ាបើខ្ញុំយកបានចាំខ្ញុំចែកខ្លះល្អណាស់បើពួកឯងហ៊ានពួកឯងចូលទៅក្នុងព្រៃនោះនៅម៉ោង12យប់ថ្ងៃនេះតែម្ដងទៅនៅទីនោះមានដើមកុកីធំមួយដើមពួកឯងត្រូវយកកំបិតមួយទៅកាប់ដើមឈើនោះទៅហើយកំណប់ដែលនៅទីនោះវានឹងផុសឡើងហើយតែតាសូមប្រាប់ថាវាពិតជាមានគ្រោះថ្នាក់ណាស់តាថាកំទៅអីល្អជាងដឹងអីហ៎ពេលយប់សុភានិងនាវិតក៏បានដើរចូលទៅក្នុងព្រៃតាមការណែនាំរបស់តាសយពេលដើរចូលទៅក្នុងព្រៃកាន់តែជ្រៅពួកគេទាំងពីរចាប់ផ្ដើមឮសំឡេងចម្លែកបន្លឺឡើងពួកគេទាំងពីរនាក់ញ័រខ្លួនអស់ទៅហើយប៉ុន្តែនៅតែបន្តដំណើរទៅមុខទៀតមិនព្រមឈប់នៅពេលទៅដល់ក្នុងព្រៃកាន់តែជ្រៅពួកគេក៏បានឃើញដើមកុកីដោយដែលលោកតាសយបាននិយាយពិតមែនពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមកាប់ដើមឈើនោះម្ដងម្នាក់ព្រាមនោះក៏ស្រាប់តែមានសំឡេងគួរឲ្យខ្លាចមួយបន្លឺឡើងចេញពីក្នុងដើមឈើនោះកុំកាប់អញអូយកុំកាប់អញឈឺណាស់កុំកាប់អញអីកុំកាប់អញអូយកុំកាប់អញឈឺណាស់កុំកាប់អញអីពួកគេទាំងពីរភ័យខ្លាំងណាស់តែនៅតែព្យាយាមកាប់ដើម្បីស្វែងរកកំណប់នៅក្នុងដើមឈើនោះឯងហ៊ានមកកាប់ដើមឈើរបស់អញផងមែនទេអាពីរនាក់ពួកឯងនេះប្រហើនណាស់អញនឹងច្របាច់ពងពួកឯងឲ្យបែកម្ដងបានដឹងខ្លួនថាវាអួលចុកប៉ុណ្ណា
ណាវិតភ័យរហូតដល់ទាំង IQ ដួលស្ដោកភ្លាមនៅនឹងកន្លែងហើយសុភាក៏ដាក់មេប្រូចរត់ចេញពីព្រៃយ៉ាងលឿនចោលណាវិតឲ្យនៅទីនោះតែម្នាក់ឯងក្រឡេកមកមើលតាសយឯនេះវិញគាត់កំពុងតែអង្គុយនៅលើគ្រែមុខផ្ទះរបស់គាត់ហើយញញឹមតែម្នាក់ឯងសម្លឹងទៅកាន់ព្រៃធំនោះ24ម៉ោងលើ24ម៉ោងតាមានខ្មោចជួយខ្ញុំផងតាជួយខ្ញុំផងនេះជាមេរៀនមួយសម្រាប់ពួកឯងកុំចេះតែមើលងាយអ្វីដែលយើងមិនយល់ច្បាស់ត្រូវគោរពនៅជំនឿចាស់និងរក្សាការគោរពចំពោះធម្មជាតិយើងប្រាប់ពួកឯងហើយថាគ្រោះថ្នាក់ណាស់តែនៅតែមិនជឿឥឡូវនេះស្ពៃមកតាគង់ជាគ្រូមន្តអាគមល្បីល្បាញនៅក្នុងតំបន់នរណាក៏ស្គាល់គាត់ដែរទោះបីជាគាត់សិក្សាមន្តវិជ្ជាការអាគមខ្មៅក៏ប៉ុន្តែគាត់មិនដែលប្រើផ្លូវក្នុងអាក្រក់នោះទេគាត់តែងតែជួយដោះអំពើធ្មប់ដល់អ្នកស្រុកទាំងអស់គ្នានេះមិនមែនជារឿងលេងសើចទេនេះគឺជាខ្មោចតាក្រហមណាគាត់ជាអ្នកថែរក្សាព្រៃនេះបើមាននរណាហ៊ានទៅបៀតបៀនកន្លែងរបស់គាត់គឺប្រកាសជាតៃហោងខានទេសូមលោកតាទៅជួយអវិធផងទៅលោកតាមិនអីទេចាំតាទៅជួយអង្វរសុំជីវិតវាមកវិញតាគង់រៀបចំពិធីមួយនៅក្នុងមុខដើមកគីគាត់ដុតធូបនិងសូត្រមន្តវិជ្ជាដែលគាត់បានចេះចាំពេលនោះស្រាប់តែមានសំឡេងសើចឮឡើងតាក្រហមយើងស្គាល់គ្នាយូរហើយតើឯងចងចាំយើងកាលពីនៅក្មេងទេយើងធ្លាប់លេងជាមួយគ្នាមុនពេលដែលឯងស្លាប់ឯងជាមិត្តចាស់របស់ខ្ញុំមែនទេគឺយើងនឹងហើយសូមឯងដោះលែងក្មេងនេះទៅវាមិនដឹងអីនោះទេពួកគេគ្រាន់តែល្ងងហើយនៅក្មេងតែប៉ុណ្ណោះមិនបានទេពួកវានេះបើហឺនណាស់ហ៊ានចូលមកទីនេះគ្មានងើតអីបន្តិចសោះយើងនឹងឲ្យពួកវាស្គាល់អញម្ដងណាខ្មោចតាក្រហមមិនព្រមស្ដាប់តាមលោកតាគង់ដែលជាមិត្តចាស់របស់គាត់ឡើយហើយថែមទាំងប្រើអំណាចធម៌ពលរបស់គាត់លើកណាវិតទៅលើដើម្បីស្រូបយកព្រលឹងពេលនោះលោកតាគង់ក៏បានយកខ្សាច់មួយក្តាប់សូត្របាលីគាថាដាក់ហើយបាច់ទៅលើពន្លឺខ្មោចតាក្រហមក្រហមសូមឯងឈប់ចងកម្មចងពៀជាមួយនឹងពួកវាទៅតែប៉ុណ្ណឹងថ្ងៃក្រោយវារៀងហើយវាមិនហ៊ានមកទីនេះទៀតទេសូមទុកជីវិតឲ្យខ្ញុំផងខ្ញុំមិនទាន់ចង់ស្លាប់ទេតាជួយខ្ញុំផងតាគង់ឯងគិតថាឯងអាចយកឈ្នះអញបានមែនទេក្រហមឯងស្ដាប់ខ្ញុំសិនណាយើងធ្លាប់ជាមិត្តល្អនឹងគ្នាយើងធ្លាប់ថែរក្សាព្រៃនេះជាមួយគ្នាតើឯងចាំបានទេអូមែនហើយយើងធ្លាប់សន្យាថានឹងការពារព្រៃនេះជាមួយគ្នាហើយក្មេងៗទាំងនេះមិនមែនជាសត្រូវយើងទេពួកគេគ្រាន់តែមិនទាន់យល់ពីសារៈសំខាន់នៃព្រៃនេះតែប៉ុណ្ណោះ
ខ្មោចតាក្រហមក៏នៅ